có gì số mai bồn nào kia là ngày ngàyนี้ខ្ញុំមានការចែករំលែកបន្តទៀតបងប្អូនណាហ្នឹងហើយបងប្អូនចូលទៅ Word កម្មវិធី Word បងប្អូនណាឥឡូវខ្ញុំដាក់ដោយសារ Word ខ្ញុំ set up ឈ្មោះឲ្យអស់ហើយបងប្អូននេះខ្ញុំដាក់ Word ធម្មតាបងប្អូនណាបាទ Word ធម្មតាខ្ញុំបើកកម្មវិធី Word បាទនេះគឺការធ្វើ Word ធម្មតាបងប្អូនណានេះខ្ញុំធ្វើហើយខ្ញុំធ្វើទុកប៉ុន្តែយើងអាច remove វាចេញបានអញ្ចឹងបងប្អូនបាទបងប្អូនថាតើរៀនធ្វើ Word ធម្មតាដើម្បីអីតិចទៀតបងប្អូនដឹងហើយឥឡូវខ្ញុំចូលទៅ remove ចេញអញ្ចឹងរបៀបនៃការចូលឬក៏ remove វត្តធម្មគឺយើងចូលក្នុងពាក្យ design បងប្អូនមុនចូលដល់ design ហើយបងប្អូនចូលពាក្យតវត្តធម្មនេះមកបងប្អូនអូខេបាទអញ្ចឹងខ្ញុំ remove ចេញខ្ញុំធ្វើសារថ្មីឡើងវិញឲ្យបងប្អូនមើលណាបងប្អូនចុចពាក្យថា remove បងប្អូនណានេះ remove វត្តធម្មបងប្អូនណាបងប្អូនចុច remove វត្តធម្មហ្នឹងមកអញ្ចឹងវត្តធម្មដែលខ្ញុំបានធ្វើគឺបាត់ហើយបងណាបាទខ្ញុំឥឡូវខ្ញុំធ្វើសារជាថ្មីជូនបងប្អូនមើលអញ្ចឹងជាដំបូងខ្ញុំមាន2 page មកខ្ញុំមាន2 page បងប្អូនមានប្រហែល page ក៏បានដែរ10 page 20 page ទៅតែយើងចង់ដាក់ logo ឬក៏ដាក់ឈ្មោះអីនៅកណ្ដាល page នីមួយៗអញ្ចឹងបងប្អូនបាទ page នីមួយៗអញ្ចឹងបងប្អូនចូលទៅពាក្យ design បងប្អូនចូលពាក្យទៅវត្តធម្មបងប្អូនរើស mode មកបងប្អូនឆ្លាញ់ mode អីអត់ទេបងប្អូនឆ្លាញ់ mode អីឆ្លាញ់ mode ជា draft ជាក៏បានដែរបងប្អូនណាអូខេជា draft បងប្អូនចុចលើពាក្យ draft ហ្នឹងទៅបងប្អូនណានេះបងប្អូនចុចជា confident ទៅវាមាន mode ឲ្យយើងរើសអញ្ចឹងបងប្អូនបងប្អូនយក mode អីវានឹងចេញ mode ហ្នឹងឲ្យអញ្ចឹងណាបងប្អូនហើយជា sample ទៀតក៏បានដែរបងប្អូនចុចពាក្យ sample ទៅបងប្អូនណាបងប្អូនឃើញអញ្ចឹងវាមានអក្សរ sample នៅកណ្ដាល page របស់យើងតែម្ដងបងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវចូលទៅ edit ដើម្បីដាក់តែឈ្មោះសាលាយើងឬក៏ logo ឬក៏ឈ្មោះអីផ្សេងៗទៀតដែលបងប្អូនចង់ដាក់អញ្ចឹងណាចាំបងប្អូនចូលទៅកន្លែងពាក្យដដែលហ្នឹងមកវត្តធម្មហ្នឹងមកហើយបងប្អូនចូលទៅពាក្យcustom វត្តធម្មអញ្ចឹងបងប្អូនបាទនេះអាកន្លែង custom វត្តធម្មហ្នឹងគឺកន្លែងដែលយើងត្រូវ edit បងប្អូនណា edit បងប្អូនណាបាទបងប្អូនចុចទៅវាឲ្យយើងដាក់បងប្អូនណានេះអញ្ចឹងនេះ language គឺភាសាបើយើងដាក់ភាសាអីបងប្អូនចង់ដាក់ខ្មែរទៅឬក៏ភាសាអង់គ្លេសក៏អង់គ្លេសទៅអញ្ចឹងណាបងប្អូនតែថែនេះវាបញ្ចូលមានថាបងប្អូនចង់ផ្លាស់ប្ដូរអត្ថបទទៅស្អីអញ្ចឹងទៅបងប្អូនណាឥឡូវឧទាហរណ៍តែខ្ញុំដាក់ឈ្មោះខ្ញុំបាទនេះខ្ញុំជួបវាយឈ្មោះខ្ញុំនឹងអក្សរកាត់កន្លែងជាម្ដុលខ្ញុំអញ្ចឹងណាបងប្អូនកន្លែង font នេះបងប្អូនដូរទៅបងប្អូនណាបាទនេះខ្ញុំយក Calibri បងប្អូនចង់ដាក់ time new domain ដាក់អីសាច់បងប្អូនឆ្លាញ់ទេបងប្អូនណាបាទគឺជាជម្រើសបងប្អូនណាបងប្អូនណាបាទខ្ញុំដាក់Calibri ដូចខាងដើមមិញមកនេះ Calibri នេះបងប្អូនបាទកន្លែង size នេះបងប្អូនយកអូតូគឺប៉ុណ្ណឹងហ្មងបងប្អូនណាប៉ាណាគំរូនឹងហ្មងអញ្ចឹងណាបងប្អូនតែបងប្អូនថាចង់ឆ្លាញ់ទំហំអីបងប្អូនសាកដាក់ឲ្យលោមើលទៅតើវាទំហំប៉ុណ្ណាអញ្ចឹងបងប្អូនបាទតាមអ្វីដែលបងប្អូនជាក់ស្ដែងដាក់ទៅណាប៉ុន្តែខ្ញុំយកអូតូគឺប៉ុណ្ណឹងតែហ្មងបងប្អូនណាប៉ុន្តែទំហំដែលវាពងចេញហ្នឹងណា color នេះបងប្អូនអាចផ្លាស់ប្ដូរបានណាដោយសារតែ color នេះគឺ original នេះគឺពណ៌ប្រផេះអញ្ចឹងបងប្អូនអាចដូរទៅណាដូរទៅពណ៌អីឲ្យតែខ្ញុំឆ្លាញ់ពណ៌ខៀវមកចុចពណ៌ខៀវទៅបងប្អូនណាចុចពណ៌ខៀវបងប្អូនចុចពាក្យ apply ទៅបងប្អូនណាពាក្យ apply បងប្អូនចុចពាក្យ OK ក៏បានដែរវានឹងទៅអូតូតែម្ដងបងប្អូនឃើញទេបាទអូខេបាទនេះបាទបងប្អូនថាឥឡូវអត់ទេឥឡូវខ្ញុំចង់ចូលតកែអីផ្សេងទៀតដែលថាខ្ញុំចង់លុបពាក្យ CS នេះចេញបងប្អូនណាឥឡូវតែខ្ញុំខ្លួនឯងខ្ញុំចង់លុបពាក្យ CSC នេះចេញដាក់តែឈ្មោះខ្ញុំបានណាឧទាហរណ៍ណាបងប្អូនចុះបងប្អូនចូលទៅកន្លែងដែលមកចូលទៅវត្តធម្មហ្នឹងមកហើយបងប្អូនចូលទៅកន្លែងពាក្យ custom វត្តធម្មហ្នឹងទៅបងប្អូនណាវត្តធម្មហ្នឹងទៅហើយកន្លែងនេះបងប្អូនអាចដូរទៅណានេះបងប្អូនថាឥឡូវចង់លុប CSC នេះចេញដាក់តែឈ្មោះបានហើយដាក់តែ first name និង last name ទៅបានហើយអញ្ចឹងណាដាក់តែឈ្មោះតកូលនឹងនាមខ្លួនមកយើងទៅក៏បានដែរអញ្ចឹងបងប្អូនចុចពាក្យ apply ទៅបងប្អូនណាអូខេក៏បាន apply ក៏បានបងប្អូនបងប្អូនចុចពាក្យ apply មានន័យថាបងប្អូនត្រូវតែចុចពាក្យ close មួយទៀតណាបងប្អូនតែបើបងប្អូនចុចពាក្យ OK វាទៅតែម្ដងអញ្ចឹងណាបងប្អូនបាទ apply មានថាយក apply ទៅវាសមអត់ទេអត់អញ្ចឹងយើងអាចមើលតាមនឹងបានចេះបងប្អូនណាអាច edit នឹងលើនេះបានប៉ុន្តែបើបងប្អូនចុចពាក្យ OK បានថាវាទៅហើយបើបងប្អូនចង់ចូលទៅ edit ទៅចូលសារដើមអញ្ចឹងណាបងប្អូនចូលទៅសារដើមចូលនឹងវត្តធម្មចូល custom វត្តធម្មទៅណាបងប្អូនចង់បងយកពាក្យ apply ទៅស្រួលជាងកែតែយើងចង់ហ្នឹងអត់ឆ្លាញ់ពណ៌ហ្នឹងទេយើងអាចកែនឹងភ្លាមបានអញ្ចឹងណាបងប្អូនយើងអាចកែភ្លាមទៅតែពណ៌លឿងទៅអញ្ចឹងណា apply មើលវាទៅបងណាបើពណ៌លឿងព្រិលវិញយើងអាចហ្នឹងយកពណ៌ក្រហមអញ្ចឹងទៅឧទាហរណ៍យក apply ភ្លាមហ្នឹងហ្មងបងប្អូនឃើញទេភ្លាមហ្នឹងទៅឃើញជាក់ស្ដែងនឹងភ្លាមតែម្ដងណាបងប្អូនបាទក៏ប៉ុន្តែយើងមិនអាចបបលមើលទំព័រថ្មីបានទេដោយសារតែយើង edit ទៅវាជាប់ទំព័រតែទី1ឡើយទេ
ចាំបង close វាទៅបាទយើងអាចបបល់នៅតំព័រ page ផ្សេងបានទៀតបន្តពីនឹងអញ្ចឹងណាបងបាទនេះគឺជារបៀបនៃការធ្វើ watermark ហើយបងប្អូនចង់ដាក់ logo ដូចអីគឺបងប្អូនអាចធ្វើបានអញ្ចឹងបងប្អូនណាបងប្អូនអាចធ្វើបានតេតងជាមួយនឹង watermark ហ្នឹងបងប្អូនណាអូខេហើយបងប្អូនចង់ដកចេញបងប្អូនចូលដូចខ្ញុំមកបងប្អូនចូលទៅ watermark បងប្អូនចុចពាក្យ custom watermark នេះទៅremove watermark នេះមកវានឹងចេញ watermark ដែលយើងបានធ្វើហ្នឹងបងប្អូនណាអូខេនេះខ្ញុំកាន់តែការទីហោជូនបងប្អូនទេនឹងខ្ញុំថយមកវិញឲ្យបានដូចដើមវិញបងប្អូនឃើញទេហ្នឹងអូខេហ្នឹងហើយពីនិយាយផ្សេងមួយទៅពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានការចែកម្លែកជូនបងប្អូនប៉ុណ្ណឹងបងប្អូនណាហ្នឹងអរគុណច្រើនបងប្អូនអរគុណណាអរគុណច្រើនបាទបងប្អូនឥឡូវយើងរៀនធ្វើវត្តមៈតាមរូបភាពម្ដងបងប្អូនណាតាមរូបភាពដូចជា logo ជាដើមអញ្ចឹងបងប្អូននេះបាទឥឡូវយើងចូលទៅម្ដងបងប្អូនឥឡូវខ្ញុំបើកនិយាយរៀនវត្តមៈបាទដោយសារអត្ថបទមុនខ្ញុំលុបចេញណាបងប្អូនណាខ្ញុំ remove ចេញណាឥឡូវខ្ញុំបង្ហាញបងប្អូនទាក់ទងជាមួយនឹងការដាក់ logo ម្ដងបងប្អូនណាអូខេអញ្ចឹងបងប្អូនចូលទៅពី design ទៅហើយយកពាក្យវត្តមៈមកបាទគាត់ថាយើងចូលដល់នេះយើងមិនមែនវាយអត្ថបទចូលទេវត្តមៈបងប្អូនរើសបងប្អូនរើស sample មួយណាបាទឥឡូវយកមួយនេះចឹងទៅក្រាបនេះទៅអញ្ចឹងបងប្អូនត្រូវដាក់រូបភាពចូលនៅក្នុង page នីមួយៗហ្នឹងមិនថាដាក់តែម្ដងវារត់តាមគ្រប់ page ហ្នឹងណាអញ្ចឹងបងប្អូនចូលទៅវត្តមៈមកបងប្អូនយក custom វត្តមៈណាហើយបងប្អូនចុចកន្លែងនេះ click picture វត្តមៈការពីដើមយើងធ្វើតាម tag វត្តមៈណាមិនថាយើងវាយអត្ថបទចូលនឹងខ្ញុំបង្ហាញបងប្អូនរួចណាអូខេឥឡូវចូលទៅ picture ហ្មងបងប្អូនគ្រីសកន្លែង picture ហ្នឹងមួយមកឬក៏ចុចវាទៅវាមានអាវងមូលខៀវៗហ្នឹងបានថាយើងយកកន្លែងហ្នឹងមកធ្វើការអញ្ចឹង picture វត្តមៈអញ្ចឹងបងប្អូន select picture បងចុច select picture មកអញ្ចឹងឲ្យ insert picture នេះឲ្យយើងបញ្ចូលរូបភាពចូលអញ្ចឹង from a file មានថាយើងចេញពីកុំព្យូទ័រយើងណាចុច browse ទៅតើបងប្អូនចុចកន្លែងពី desktop នេះមកយើងចង់យករូបណាអូខេយករូប logo ចុចចំ logo ទៅបងចុចពី insert មកវាចូលបងប្អូនណាហើយតើតើជាមួយកន្លែង auto នេះបងប្អូន apply សិនទៅវាប៉ុណ្ណាបងប្អូនអញ្ចឹងវាធំបងប្អូនណា apply យើងអញ្ចឹងវាធំអញ្ចឹងយើងមិនតន់ចុច close ទេបងប្អូនចុចរើសកន្លែងទៀតនោះយើងដាក់ឥឡូវដាក់500ម្ដងឬក៏ដាក់200 500សិនណាលេខហ្នឹងមានថាយើងដាក់យើងមើលសិនទៅ apply មើលសិនទៅតែប៉ុណ្្នឹងវាសមអត់តែ500ធំណាបងប្អូនអញ្ចឹងបងប្អូនយក200ចុះទេ200 apply សាកមើលប៉ុណ្ណាហ្នឹង200ប៉ុណ្នេះបងប្អូនណាបាទ200វាប៉ុណ្្នឹងហ្មងបងប្អូនគិតថាវាធំពេកបងប្អូនបន្ថយតិចមកយកត្រឹម150ទៅបានណាបង apply សាកមើលប៉ុណ្ណាអូខេ200 150សមបងប្អូនណាប៉ុណ្្នឹងសមរុំហើយបងប្អូនclose វាចោលទៅណាបងប្អូនឃើញណាអូខេនេះគឺដាក់ logo នៅក្នុង page នីមួយៗបាទ logo នីមួយៗជាវត្តមៈនៅក្នុងឯកសារយើងចឹងបងប្អូនបាទនេះគឺការបញ្ចូលតាមរយៈpicture ណា picture វត្តមៈបងប្អូនណាបាទអញ្ចឹងខ្ញុំបង្ហាញដល់ទៀតបងប្អូនចូលក្នុងពាក្យវត្តមៈហ្នឹងមកហើយចូលទៅ custom វត្តមៈបងប្អូនចង់កែអញ្ចឹងណាអូខេចង់កែបងប្អូនចូល custom វត្តមៈកន្លែងនេះដាក់ picture វត្តមៈបងប្អូន select picture មកចង់បានរូបភាពអីបងប្អូនយករូបភាពហ្នឹងទៅបងប្អូនណាអូខេក្រៅពី logo ក៏បានឥឡូវឧទាហរណ៍ថាខ្ញុំយករូបភាពចុះខ្ញុំយករូបថតចុះឥឡូវខ្ញុំដើររូបថតអូខេរូបថតនេះចុះថាយកខ្លាចុះឧទាហរណ៍បងប្អូនណាខ្ញុំយករូបខ្លាចុះបងប្អូនចុច insert ទៅបងប្អូនយកកន្លែងនេះបងប្អូន apply ទៅអូខេគឺរូបខ្លាមកវាបាទរូបខ្លាចូលអញ្ចឹងវាលុបអា logo មុនបាត់ហើយអញ្ចឹងបងប្អូនគាត់ថាខ្លាធំពេកបងថយមក100មកណា apply ទៅបាទរូបខ្លាប៉ុណ្នេះឯងណាអូខេហើយ close ចោលទៅនេះគឺយើងអាចយកបានគ្រប់ទាំងអស់ប៉ុន្តែគាត់ថាជាលក្ខណៈ logo ជាលក្ខណៈវត្តមៈគឺចេញមកអត់ច្បាស់ទេមិនថាវាព្រិលអញ្ចឹងបងប្អូនប៉ុន្តែវាមានគ្រប់ page ទាំងអស់អញ្ចឹងបងប្អូនបាទជាទូទៅវត្តមៈគេធ្វើព្រិលអញ្ចឹងណាជាពិសេសគឺ logo សម្រាប់សាលានីមួយឬក៏សម្រាប់អង្គភាពណាមួយអញ្ចឹងណាបងប្អូនបាទនេះទាក់ទងជាមួយនឹងការដាក់វត្តមៈជារូបភាពបញ្ចូលមានរបៀបជា feature វត្តមៈចូលអញ្ចឹងណាក្រៅពី tag ក្រៅពីអត្ថបទដែលយើងធ្វើពេលមុនអញ្ចឹងណាបងប្អូនអូខេខ្ញុំ save សិនអូខេហ្នឹងហើយពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានតែប៉ុណ្ណឹងការបង្ហាញជូនពីវត្តមៈបងប្អូនណាអូខេអរគុណច្រើនបងប្អូន